ពួកមានក្តៅក្តៅកងទ័ពថៃបានឲ្យដឹងថាទាហានថៃចំនួន5នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយនៅឯប៉ុស្តិ៍ត្រួតពិនិត្យមួយកន្លែងដែលស្ថិតនៅភូមិភាគខាងត្បូងនៃប្រទេសថៃហើយនេះគឺជាការវាយប្រហារមួយដែលផ្ដាច់ជីវិតមនុស្សជាច្រើនបំផុតក្នុងពេលជាច្រើនឆ្នាំមកនេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានដែលហៅកាត់ថា AFP បើតាមក្រមមន្ត្រីក្នុងតំបន់ជនស៊ីវិលចំនួន6នាក់បានរងរបួសផងដែរក្នុងការវាយប្រហារខាងលើដែលបានកើតឡើងកាលពីល្ងាចថ្ងៃពុធទី22ខែកក្កដាឆ្នាំ2026នេះដែលស្ថិតនៅក្នុងខេត្តនរាธิវត្តដែលជាទីកន្លែងដែលទាហានថៃកំពុងតែប្រយុទ្ធជាមួយនឹងក្រុមឧទាមផ្ដាច់ខ្លួនជាច្រើនទសវត្សរ៍មកហើយកងទ័ពថៃបានឲ្យដឹងថាក្នុងសេចក្តីថ្លែងការណ៍មួយថាទាហានថៃទាំងចំនួន5នាក់ត្រូវបានសម្លាប់នៅពេលដែលខ្មាន់កំភ្លើងបានបើកការបាញ់ប្រហារនឹងគប់ក្របែកកែច្នៃលើប៉ុស្តិ៍ត្រួតពិនិត្យដែលមានឈ្មោះថា Buke Zami ក្នុងអំឡុងពួកគេកំពុងធ្វើប្រតិបត្តិការការពារប្រជាជននៅក្នុងតំបន់នោះគូបញ្ជាក់ផងដែរថាមកទល់នឹងម៉ោងនេះពុំទាន់មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវលើការវាយប្រហារនេះទេហើយមិនទាន់មានសេចក្តីរាយការណ៍ពីការចាប់ខ្លួនជនសង្ស័យណាម្នាក់នោះដែរគូបញ្ជាក់ផងដែរថាចំនួននៅភូមិភាគខាងត្បូងប្រទេសថៃចាប់តាំងពីឆ្នាំ2004មកបានសម្លាប់មនុស្សច្រើនជាង7,000 នាក់មកហើយគណៈដែលក្រុមឧទាមផ្ដាច់ខ្លួននៅក្នុងតំបន់នៅតែបន្តតស៊ូប្រយុទ្ធដើម្បីស្វ័យភាពការវាយប្រហារភាគច្រើនរបស់ក្រុមឧទាមផ្ដាច់ខ្លួនគឺមានគោលដៅទៅលើកងកម្លាំងសន្តិសុខជាចម្បងគូបញ្ជាក់ផងដែរថាកាលពីថ្ងៃទី23ឬក៏ថ្ងៃទី22ជាងចូលថ្ងៃទី23ខែកក្កដាទាហានថៃចំនួន5នាក់ដែលបានស្លាប់និងជនស៊ីវិលចំនួន6នាក់រងរបួសទៀតនោះបន្ទាប់ពីក្រុមប្រដាប់អាវុធដែលបានបើកការវាយប្រហារលើប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខមួយដែលស្ថិតនៅក្នុងតំបន់ភូមិភាគខាងត្បូងនៃប្រទេសថៃកងទ័ពបានថៃបាននិយាយបន្ថែមទៀតថាសមាជិកនៃកងសេនាធំពិសេសធំលេខ3លេខ45កំពុងបំពេញកាតព្វកិច្ចការពារប្រជាជនក្នុងតំបន់នៅចំណុចត្រួតពិនិត្យដែលមានឈ្មោះថា Bukezami នៅពេលដែលក្រុមវាយប្រហារបានបើកការបាញ់ប្រហារនិងគប់គ្រាប់បែកនៅគ្រាប់បែកបំពង់ទៅលើទីតាំងនោះផងដែរជាការកត់សម្គាល់អាជ្ញាធរខេត្តនរាธิវត្តបានបញ្ជាក់ថាជនស៊ីវិលចំនួន6នាក់បានរងរបួសក្នុងហេតុការណ៍នេះរហូតមកទល់ពេលនេះពុំទាន់មានក្រុមណាមួយចេញមកអះអាងថាខ្លួនបានទទួលខុសត្រូវនៅក្នុងការវាយប្រហារនោះទេហើយសមត្ថកិច្ចក៏ពុំទាន់បានចាប់ខ្លួនតាក់ទងជាមួយនឹងជនណាម្នាក់នោះដែរគូបញ្ជាក់ផងដែរថាអាជ្ញាធរខេត្តនរាธิវត្តគឺជាខេត្តមួយក្នុងចំណោមខេត្តភាគខាងត្បូងដែលមានប្រជាជនភាគច្រើនជាអ្នកកាន់សាសនាអ៊ីស្លាមនិងបានប្រឈមមុខនឹងចំនួនបំបីខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយគឺចាប់តាំងពីឆ្នាំ2004មកចំនួននេះគឺបានបណ្ដាលឲ្យមនុស្សប្រមាណជា7,000 នាក់បានរងរបួសនិងស្លាប់ជាពិសេសគឺការវាយប្រហារនៅផ្ដោតសំខាន់ទៅលើកងកម្លាំងសន្តិសុខហើយហេតុការណ៍នេះគឺត្រូវបានចាត់ទុកថាគឺជាការវាយប្រហារដ៏សាហាវបំផុតមួយលើកម្លាំងសន្តិសុខថៃនៅក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយមកនេះហើយគូបញ្ជាក់ផងដែរថាព័ត៌មានតាក់ទងជាមួយនឹងការសម្លាប់ទាហានថៃនេះគឺជាពិសេសគឺកើតឡើងនៅក្នុងតំបន់នៅភូមិភាគខាងត្បូងជាពិសេសមានខេត្តដូចជានរាธิវត្តបត្តានីសង្ខ្លានិងយ៉ាឡាដែលជាខេត្តដែលសម្បូរទៅដោយជនជាតិអ៊ីស្លាម